អូនដែលធៀបប្លុកបាក់ដប់នៅឆ្នាំនេះទាំងថ្នាក់វិទ្យាសាស្ត្រប៉ិតនិងថ្នាក់វិទ្យាសាស្ត្រសង្គមនៅតគ្នាមើលវីដេអូនេះសិនបានដោយសារតែខ្ញុំនឹងចែករំលែក app មួយដែលឲ្យអ្នកទាំងអស់គ្នាងាយស្រួលនៅក្នុងការស្វែងរកវិញ្ញាសាដូចជាឯកសារឆាំចាស់ចាស់ខ្លាំងមែនតើអញ្ចឹងមុននឹងចូលវីដេអូមួយនេះដែរអ្នកទាំងអស់គ្នាកុំភ្លេចចុច report like ឬជា mention មិត្តភក្តិអ្នកទាំងអស់គ្នាឃើញវីដេអូនេះបានកាន់តែច្រើនកាន់តែល្អជាពិសេសបេក្ខជនដែលគាត់ប្រធានប្លង់បាក់ដប់នៅឆ្នាំនេះជាពិសេសតែម្ដងហើយសម្រាប់ app នោះដែរមានឈ្មោះថាខ្មែរបាក់ធូនៅក្នុង app នេះដែរគឺគេមានចងក្រងជាស្រេចជូនអ្នកទាំងអស់គ្នាតែម្ដងតាក់ទងជាមួយនឹងវិញ្ញាសាបាក់ដប់ឆ្នាំចាស់ចាស់សម្រាប់អូនដែលគាត់ចូលចិត្តនៅក្នុងការស្វែងសិក្សាបន្ថែមដូចខ្ញុំអីចឹងអ្នកទាំងអស់គ្នាគឺធ្វើ app នេះគឺត្រូវបាក់តែម្ដងដោយសារតែគេមានទាំងថ្នាក់វិទ្យាសាស្ត្រប៉ិតនិងសង្គមអញ្ចឹងសម្រាប់ខ្ញុំក៏ឡងពេលដែលខ្ញុំហ៊ានទី12ហ្នឹងគឺខ្ញុំតែងតែធ្វើវិញ្ញាសាបាក់ដប់ឆ្នាំចាស់ចាស់ចេញពី app នឹងដូចគ្នាដែរដោយសារតែខ្ញុំត្រូវតែដឹងពីវិធីដូចជាកន្លងនៅក្នុងការឆ្លើយយកបន្ទុកធម្មតាគឺគេមានកំណែមានអីច្បាស់លាស់អ្នកទាំងគ្នាសូម្បីតែអត្រាកំណែដាក់បន្ទុកក៏ខ្ញុំធ្លាប់ឃើញដល់ទាំងគ្នានិយាយទៅគឺគេមានវិធីនៅក្នុងការដាក់បន្ទុកដូចគ្នាអញ្ចឹងឧទាហរណ៍ limit អ្នកទាំងគ្នាត្រូវតែសេបាន 3-4 ត្រេដើម្បីទទួលបានបន្ទុកពេញមួយត្រេបាន2បន្ទុកឬក៏មកបន្ទុកអីទៅតាមហ្នឹងអញ្ចឹងអ្នកទាំងគ្នាត្រូវតែដឹងក៏ដូចជាចាប់យកកន្លឹះហ្នឹងដើម្បីឲ្យយើងទទួលបានបន្ទុកពេញអញ្ចឹងសម្រាប់វីដេអូខ្ញុំថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ